តិចcho ពាក់ព័ន្ធជាមួយនឹងអ្នកដែលគាត់មានជំងឺតែយើងគួរតែណែនាំឲ្យគាត់មករៀនហែទឹកដែរទេគ្រូជំងឺហ្នឹងពាក់ព័ន្ធដូចជាជំងឺគៀបសរសៃឬមួយក៏គាត់មានបញ្ហាសុខភាពដូចជាគាត់ឈឺចង្កេះឈឺអីចឹងណាចង្កេះឈឺដៃឈឺស្មានិយាយទៅទាក់ទងទៅនឹងអាការៈឈឺចង្កេះឈឺអីមិនមែនជារឿងថ្មីសម្រាប់គ្រូហែទឹករបស់យើងទេគឺយើងធ្លាប់ជួបច្រើនខ្លាំងមែនតើដែលភាគច្រើនគឺគាត់ទទួលបានការណែនាំពីវិជ្ជាបណ្ឌិតផ្ទាល់តែម្ដងដែលជាបណ្ឌិតឯកទេសខាងជំងឺគៀបសរសៃជំងឺលៀនឌីអីចឹងគាត់បានណែនាំឲ្យមករៀនហែទឹកបាទហើយទាក់ទងនឹងការរៀនហែទឹកជាមួយនឹងបងប្អូនគាត់មានអាការៈឈឺសរសៃគៀបចង្កេះលៀនឌីអីគឺរៀនបានគឺយើងណែនាំមែនតើគឺមានប្រសិទ្ធភាពជាងការហាត់ប្រាណដទៃទៀតស្បីតែវិជ្ជាបណ្ឌិតជំនាញមួយចំនួនហ្នឹងហើយក៏គាត់ណែនាំព្រោះវាអត់សូវផ្ដល់សម្ពាធធ្ងន់ដល់រាងកាយព្រោះនៅក្នុងទឹកបងប្អូនមានដឹងមិនអត់ទឹកគឺជួយត្រទម្ងន់យើងបានរហូតដល់ទៅ 90% នៅក្នុងផ្ទៃទឹកអញ្ចឹងវាទៅពេលយើងធ្វើចលនាណាមួយគឺរាងកាយយើងគឺអត់សូវមានការប៉ះទង្គិចសន្លាក់អីខ្លាំងហ្មងទេបាទហើយមួយវិញទៀតមិនថាលោកអ្នកមានបញ្ហាក៏ដោយសូមអាចរកកីឡាណាដែលជួយទៅដល់សុខភាពក៏ដូចជាជំនាញមួយមិនថាវាជាកីឡាមួយហើយវាជាជំនាញមួយទៀតដើម្បីជួយសង្គ្រោះជីវិតអ្នកមានថាទៅថ្ងៃខាងមុខថែមទាំងថែរក្សាសុខភាពអ្នកផងដែរនៅពេលដែលអ្នកមានបញ្ហាទៅអ្នកបានមករៀនទៀតវាជាជំនាញមួយហើយក៏ជាការកាត់បន្ថយការឈឺចាប់ហើយមួយទៀតវាជាជំនាញមួយទៀតនៅពេលដែលយើងអាចមានថាយើងទៅមុខទៀតយើងហែជាការហាត់ប្រាណណាដោយសារអីកីឡាហែទឹកនេះវាមិនមានការឈឺចាប់ហើយវាជាកីឡាមួយដែលល្អយើងប្រើរាងកាយទាំងអស់ទាំងចលនាដៃជើងដង្ហើមនិយាយទៅគឺប្រើពេញមួយរាងកាយមកតួខ្លួនតែម្ដងអញ្ចឹងហើយវាជាការធ្វើចលនាសកម្មភាពកីឡាមួយដ៏ល្អបំផុតនៅក្នុងកីឡាទាំងអស់